សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងសាច់រឿង Secret Ruin ឬកំពូលអាត្រេឋានសួគ៌ឬហៅកាត់ថាកំពូលមនុស្សរដូវកាលទី3ភាគទី36តែមុននឹងបន្តដល់សាច់រឿងរបស់យើងមានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្រុសវត្តៃដែលបងបានជួយឧបត្ថម្ភដល់ប៉ាយើងចំនួន25សេនតាមពិតទៅបងបានជួយយូរហើយតាំងពីថ្ងៃទី9ប៉ុន្តែអធិស្ឋានណាបងដោយសារតែ admin អត់បានឆែកមើលកង់នឹងសោះផាជាវាអាចច្រឡំជាមួយនឹង notification អីផ្សេងអញ្ចឹងណាបងចឹងអធិស្ឋានបងផងតាមរយៈ AC Lina អធិស្ឋានតាមរយៈ ABA ហើយបងក៏បានរៀបមកថាសម្រាប់រឿងស្ដេចបិសាចឈូអរគុណបងប្រុសមួយទៀតសូមអរគុណដល់បងប្រុសធីរ៉ាដែលបងបានជួយឧបត្ថម្ភដល់ប៉ាយើងចំនួន$1ផងដែរតាមរយៈ ABA ហើយបងមិនបានរៀបមកអ្វីទេអរគុណបងប្រុសនិងមួយទៀតសូមអរគុណដល់បងប្រុសសុភារ៉ាដែលបងបានជួយឧបត្ថម្ភដល់ប៉ាយើងចំនួន$2.50សេនតាមរយៈ ABA ផងដែរហើយបងមិនបានរៀបមកអ្វីទេនិងចុងក្រោយសូមអរគុណដល់អ្នកនិយមគុណនិយមរបស់យើងម្នាក់ទៀតដែលមានឈ្មោះថា Friends Under Sky News Association admin អត់ដឹងថាឈ្មោះរបស់គាត់នឹងឈ្មោះពិតជាឈ្មោះអីទេអញ្ចឹង admin សូមអានតាមឈ្មោះកង់របស់គាត់អញ្ចឹងណាអញ្ចឹងអធិស្ឋានបងផងដែលបងបានជួយឧបត្ថម្ភដល់ប៉ាយើងចំនួន$4,000រៀលតាមរយៈ AC Lina ហើយបងក៏បានរៀបមកថា Friend ថ្មីជូនពរឆ្នាំថ្មីអធិស្ឋាន Friend ថ្មីជូនឆ្នាំដល់កំពូលមនុស្សឈូហ្វឹងរបស់យើងចឹងឃើញថាឈូហ្វឹងរបស់យើងហ្នឹងអ្នកគ្រប់ត្រូលគឺច្រើនមែនតើហើយក្នុងវីដេអូរបស់យើងសម្រាប់វីដេអូហ្នឹងគឺ admin ធ្វើបានខ្លីទេអ្នកទាំងអស់គ្នាសម្លេង admin គឺមានបញ្ហាមែនតើចឹងអធិស្ឋានអ្នកទាំងអស់គ្នាផងដែរហើយកុំភ័យអីថ្ងៃក្រោយ admin នឹងសំអ្នកទាំងអស់គ្នាវិញអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះចាប់ផ្ដើមសាច់រឿងជាមួយនឹង admin នៅពេលដែលបានលើការប្រកាសរបស់ពួកបរិសុទ្ធបានធ្វើឲ្យកូនប្រុសនិងកូនស្រីរបស់បរិសុទ្ធមួយចំនួនបានប្រញាប់ប្រញាល់ទៅកាន់ភ្នំខុនលុនដោយចេតនាសម្លាប់ពួកគេចង់ឡើងទៅកាន់វត្តឋានសួគ៌ដើម្បីប្រមាញ់រាងកាយរបស់ឈូហ្វឹងដោយឃើញបែបនេះជោឈွန်បានស្រែកខ្លាំងៗគាត់បានទទួលយកគ្រីស្តាល់ត្បូងកណ្ដៀងគោលាន់ពីដៃរបស់ស្ត្រីចំណាស់ហើយក៏បានគំរាមទៅកាន់ពួកគេថាអាណាហ៊ានចូលមកខ្ញុំនឹងសម្លាប់វាភ្លាមជាមួយនឹងគ្នានេះផងដែរអូយ៉ាងហ្វឹងនិងគោលឿងបានបញ្ញាបញ្ញាល់បើកការវាប្រហារទៅកាន់សត្រូវរួចទៅហើយអូយ៉ាងហ្វឹងបានស្រែកខ្លាំងហើយក៏បានបញ្ចេញនៅបច្ចេកទេសដ៏អស្ចារ្យរបស់គេមួយដែលមានឈ្មោះថានាគដ៏ក្រអកតមកែប្រែចិននេះគឺជាបច្ចេកទេសកង្កែបពីបុរាណដែលមិនពាក់ព័ន្ធនឹងសត្វនាគទេបាតដៃទាំងគូរបស់គាត់បានទះទៅមកដោយបានបញ្ជូនខ្សាច់នឹងថ្មឲ្យហោះហើរខ្យល់បក់បោកខ្លាំងបានធ្វើឲ្យភ្នំញ័រក្រង់គាត់បានបើកការវាប្រហារហើយក៏បានប្រយុទ្ធជាមួយនឹងមនុស្សទាំងនោះផលប៉ះពាល់បានធ្វើឲ្យមនុស្សមួយចំនួនកកចិញ្ចៀមនិងវិលមុខបុគ្គលដែលមានអំណាចបំផុតគឺជាកូនស្រីដ៏បរិសុទ្ធម្នាក់ពេលនោះនាងបានស្រែកយំយ៉ាងវេទនាដោយសារតែទឹកមាត់របស់កង្កែបប្រៀបដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានហៀចាញ់មករកនាងនៅម្ខាងទៀតគោលឿងក៏មានការខឹងសម្បារផងដែរគាត់បានបើកការវិប្រហារយ៉ាងខ្លាំងក្លាទៅកាន់សត្រូវរបស់ពួកគេដោយมันមានការសង្ស័យអ្នកដែលបានលួចចូលមកកាន់ទីនេះដើម្បីបើកការវិប្រហារនោះมันមានកម្លាំងគ្រប់គ្រាន់ទេកូនចៅដ៏មានអំណាចត្រូវបានចាប់ជាយូរមកហើយជាមួយនឹងអាទិទេពតូចអ្នកឆ្លៀតឱកាសនៅចំពោះមុខពួកគេនៅពេលនេះគឺខ្សោយជាងបន្តិចគោលឿងបានសម្លាប់ពួកគេជាច្រើនអ្នកនៅនឹងកន្លែងតំបន់ជុំវិញវត្តឋានសួគ៌បានប្រឡាក់ដោយឈាមទោះជាយ៉ាងនេះក្តីគោខ្មៅខ្លាមែនជូរីនិងលាចាស់នៅតែមានការប្រុងប្រយ័ត្នហាក់ដូចជាពួកគេកំពុងតែប្រជុំមុខជាមួយនឹងសត្រូវដ៏ធំពួកគេខ្លាចមាននរណាម្នាក់ទម្លាក់ចូលទៅក្នុងវត្តឋានសួគ៌ដើម្បីរំខានឈូហ្វឹងពេលនេះហើយដែលសំឡេងបានស្រែកមកពីចម្ងាយថាបងប្អូនអើយពួកយើងបានមកដល់ហើយស្ដេចឆ្កែស្ដេចសេះឡាម៉ាចាស់និងម្ចាស់ភ្នំអូតាំងបានមកដល់ហើយពួកគេម្នាក់កាន់វត្ថុពណ៌ស្វាយក្នុងដៃហើយនេះគឺជាគ្រីស្តាល់ត្បូងកណ្ដៀងគោលាន់ដែលពួកគេបានទទួលមកពីភ្នំឡុងហូដោយមានការណែនាំពីយ៉ាវគោខ្មៅក៏បានស្រែកយ៉ាងចម្លែកថាហេតុអ្វីបានជាអ្នកនៅទីនេះគាត់បានឮពីឈូហ្វឹងរួចហើយថាភ្នំឡុងហូត្រូវបានបិទចិនហើយមនុស្សទាំងនេះមិនអាចចេញមកក្រៅបានទេស្ដេចសេះក៏បានបន្លឺឡើងថាមិនក៏យើងមិនមកពេលដែលមានរឿងដ៏ធំបែបនេះពួកគេបានប្រាប់ទៅកាន់ក្រុមរបស់គោខ្មៅថាព្រះនាងយ៉ាវបានភ្ញាក់ឡើងហើយនាងក៏មិនបានបិទភ្នំទៀតទេនៅពេលនេះ
ភ្លាមពួកគេក៏បាននិយាយថាតោះការពីកូនអ្នកមួយចំនួនក៏បាននិយាយថាខ្មៅចាស់លឿងតូចខានជួបគ្នាយូរហើយខ្មៅចាស់មិនក៏អ្នកខ្មៅម្លេះក្រុមនោះបានជួបគ្នាហើយមានភាពរលវើកដែលមិនអាចប្រៀបផ្ទឹមបានបន្ទាប់មកទៀតពួកគេក៏បាននិយាយថាមិនអីទេបំផ្លាញក្រុមអាសាតិរិឆានទាំងនេះសិនទៅប៊ូមប៊ូមនៅលើភ្នំខុនលន់គោលន់បានលន់ឡើងទៅលើមេឃហើយការផ្ទុះដ៏ធំមួយបានកើតឡើងបិសាចដ៏អាចារ្យមួយក្រុមបានគុំគ្រីស្តាល់ត្បូងកណ្ដៀងគោលន់នៅអស់ពីកម្លាំងរបស់ពួកគេបណ្ដាលឲ្យមនុស្សមួយក្រុមបានយំរកម៉ែរកឪរបស់ពួកគេវាជាសោកនាដកម្មដែលមិនអាចប្រៀបផ្ទឹមបានគ្នាគេម្នាក់ក៏បាននិយាយថាកុំហ៊ូហែតពេកកុំខ្ជិះខ្ជាយពេកព្រះនាងយ៉ាវយ៉ាវបាននិយាយថាវត្តឋានសួគ៌អាចការពារឈូហ្វឹងបានទោះបីជាពួកគេពិតជាវាប្រហារក៏ដោយក៏ពួកគេប្រហែលជាមិនអាចធ្វើអ្វីដល់រាងកាយរបស់ឈូហ្វឹងបានទេកុំបោះបង់ចោលគ្រីស្តាល់ត្បូងកណ្ដៀងកូលន់តូតេអីចុចនៅពីមុខភ្នំខុនលន់មនុស្សដែលមិនស្រួលដែលបានប្រញាប់ញ៉ាំមកកាន់ទីនេះដើម្បីកំណត់គោលដៅទៅកាន់ឈូហ្វឹងបានវិលមកទាំងស្រុងពួកគេត្រូវបានខ្ទេចខ្ទាំទៅជាបំណែកហើយវេទនាដែលមិនអាចប្រៀបផ្ទឹមបានក្រុមបិសាចដ៏អស្ចារ្យមកពីភ្នំខុនលន់និងគោខ្មែរកំពុងតែពិភាក្សាគ្នាអំពីអំណាចនៃគ្រីស្តាល់ត្បូងកណ្ដៀងផ្លេតម៉ូតូនេះបានធ្វើឲ្យក្រុមឈ្លានពានសោកស្ដាយនិងខឹងសម្បាពួកគេចង់យំប៉ុន្តែគ្មានទឹកភ្នែកពួកគេហៀបនឹងស្លាប់នៅពេលនេះយ៉ាវយ៉ាវទឹកមកពោពេញដោយចេតនាសម្លាប់នៅពេលដែលបានឃើញអ្នកផ្សេងបានតម្រង់គោលដៅទៅកាន់ឈូហ្វឹងនាងមានអារម្មណ៍ថាត្រកូលអារេតេមគឺពិតជាគ្មានភាពអៀនខ្មាស់នៅលើផ្ទៃមេឃដែលមានកាយមនុស្សដែលមកពីត្រកូលអារេតេមមើលទៅស្ងប់ស្ងាត់ពួកគេខ្លាចមានការសាច់ចំអកលើបបោមាត់របស់ពួកគេជាធម្មតាពួកគេនឹងមិនទទួលយកគំនិតប្រួយផ្ដាំដើម្បីទទួលយកអ្វីនោះទេយ៉ាងណាក៏ដោយពួកគេតែងតែរឹងមាំសម្បីតែពេលដែលប្រឈមមុខជាមួយនឹងយ៉ាវយ៉ាវដែលជាអតីតតារាលេខ1នៅក្រោមផ្ទៃមេឃដែលមានផ្កាយក៏ពួកគេមិនខ្វល់ដែរនោះក៏ដោយសារតែក្នុងផ្នែករបស់ពួកគេយ៉ាវយ៉ាវបានស្លាប់បាត់ទៅហើយតើនាងអាចធ្វើអ្វីបានទៀតបន្ទាប់មកការបញ្ចេញទឹកមុខរបស់ពួកគេបានផ្លាស់ប្ដូរយ៉ាងលឿនពួកគេបានឃើញគោលន់បានលាន់ឡើងពីភ្នំខុនលន់ម្នាក់ខឹងសម្មាពោពេញដោយចេតនាសម្លាប់ប៉ុន្តែទោះបីជាពួកគេមិនសុខចិត្តយ៉ាងណាក៏ពួកគេមិនអាចផ្លាស់ប្ដូរអ្វីបានទេនៅពេលនេះក្រោមការឃ្លាំមើលជាសាធារណជនរឿងខ្លះនឹងត្រូវលាតត្រដាងទាំងស្រុងប្រសិនបើពួកគេបន្តធ្វើវាពួកគេនឹងត្រូវបានចំអកដោយត្រកូលផ្សេងប៉ុណ្ណោះស្ត្រីចំណាស់ម្នាក់ដែលមកពីត្រកូលអាទិទេពក៏បាននិយាយថាព្រះនាងយ៉ាវយ៉ាវអ្នកពិតជាខូខើណាស់តើអ្នកមានសិទ្ធិអ្វីមកលើពួកយើងអ្នកផ្សេងទៀតគេក៏បាននិយាយផងដែរព្រះនាងយ៉ាវយ៉ាវអ្នកហ៊ូហែតពេកហើយអ្នកផ្សេងទៀតដែលមកពីត្រកូលអាទិទេពគេក៏បានសាច់ចំអកផងដែរហើយក៏បានតទៀតថាកុំតែងតែគិតថាអ្នកគឺជាលេខ1នៅក្រោមផ្ទៃមេឃដែលមានផ្កាយនេះមិនមែនជាសម័យអ្នកទៀតទេម្ចាស់កម្មវិធីវេទិកាសាស្ត្រប្រភពដើមដែលមានឈ្មោះថាលៀនឈីបានបង្ហាញការខឹងសម្មានៅលើផ្ទៃមុខរបស់គាត់ដោយបាននិយាយថាត្រកូលអាទិទេពពូអញហូរហែតពេកហើយផ្នែករបស់គាត់ដែលបានជួបប្រទះនឹងការលំបាកក្នុងជីវិតបានបាញ់ចាញ់នៅរស្មីដ៏គួរឲ្យភ័យខ្លាចគាត់មិនភ័យខ្លាចសម្បីតែប្រឈមមុខជាមួយនឹងត្រកូលអាទិទេពគាត់ហ៊ាននិយាយម្ដងទៀតហើយប្រឆាំងជាមួយនឹងពួកគេដោយគំនុំស្មើគ្នានៅលើផ្ទៃមេឃដែលមានផ្កាយមនុស្សជាច្រើនបានបញ្ចេញនៅការបញ្ចេញទឹកមុខប្លែកតាំងពីក្មេងចំនួនក្រោយរហូតដល់ពួកដ៏បរិសុទ្ធពួកគេបានមានការរំជួលចិត្តទាំងស្រុងប្រហែលជាមានការប្រយុទ្ធមួយផ្សេងទៀតហៀបនឹងកើតឡើងនៅទីនេះនៅពេលនេះយ៉ាវយ៉ាវបានសើចយ៉ាងសប្បាយអាកប្បកិរិយាបែបនេះគឺមើលងាយទៅកាន់ពួកគេទាំងស្រុងនាងគ្រាន់តែក៏លេចមើលទៅកាន់ពូជសាអាទិទេពដោយការមើលងាយហើយមិនដាក់ពួកគេនៅក្នុងផ្នែករបស់នាងតទៅសោះភាពស្រស់ស្អាតនិងអាកប្បកិរិយាបែបនេះពិតជាធ្វើឲ្យកងទ័ពដែលមកពីត្រកូលអាទិទេពបានស្រឡាំងកាំងកាលពីពេលនោះស្ត្រីម្នាក់នេះបានសម្លាប់មនុស្សមួយក្រុមដែលមកពីត្រកូលរបស់ពួកគេនាងថែមទាំងបានសម្លាប់លួយូដែលត្រូវបានគេស្គាល់ថាត្រូវបានគេគោរពក្នុងសកលលោកនាងបានច្របាច់កក្របពូជនៃក្តីសង្ឃឹមនៃពូជសាសន៍របស់ពួកគេដែលធ្វើឲ្យពួកគេតែងមានការខឹងសម្បាជាមួយនឹងស្ត្រីម្នាក់នេះនៅពេលនេះនាងនៅតែមើលងាយមកកាន់ពួកគេតើត្រកូលអាទិទេពអាចទ្រាំទ្ររឿងបែបនេះដោយរបៀបណា
អ្នកជំនាញដែលស្ថិតនៅក្នុងកម្រិតទី6ដែលមកពីត្រកូលអាទិទេពបានស្ដីបន្ទោទៅកាន់នាងដោយផ្ទាល់ថាយ៉ាវយ៉ាវអ្នកបានស្លាប់ហើយតើអ្នកនៅតែបង្កបញ្ហាបែបនេះមែនទេអ្នកឈ្នះដ៏ធំបំផុតគឺជាអ្នកដែលនៅរស់អ្នកបានបញ្ចប់ហើយអ្នកដូចជាចំនួនឪពុករបស់អ្នកអញ្ចឹងនេះគឺជាយុគសម័យដ៏អស្ចារ្យដែលជាកម្មសិទ្ធិរបស់ពួកយើងដោយលើបែបនេះលីនឈីហៀបនឹងនិយាយម្ដងទៀតហើយកំណត់គោលដៅទៅកាន់ត្រកូលអាទិទេពប៉ុន្តែគាត់ត្រូវបានបញ្ចប់ដោយយ៉ាវយ៉ាវជាមួយនឹងដៃរបស់នាងហើយនាងក៏បាននិយាយថាឈីតូនមិនចាំបាច់និយាយពីអ្វីទៀតទេដើរថយក្រោយទៅយ៉ាវយ៉ាវស្ងប់ស្ងាត់ណាស់នាងបានកលិចមើលទៅកាន់ត្រកូលអាទិទេពរួចក៏បានតថាកាលនោះអ្នកប្រៀបដូចជាសម្រាមនៅចំពោះមុខខ្ញុំថ្ងៃនេះគ្មានអ្វីផ្លាស់ប្ដូរនោះទេខ្ញុំនៅតែមើលងាយអ្នកទាំងអស់គ្នាក្រុមនៃត្រកូលក្រុមដែលមកពីត្រកូលអាទិទេពមានការបញ្ចេញទឹកមុខមិនល្អដូចគ្នាក្នុងនាមជាពួកបរិសុទ្ធម្នាក់ស្ត្រីចំណាស់នោះបាននិយាយយ៉ាងត្រជាក់ថាតើអ្នកអាចធ្វើអ្វីបានបើទោះបីជាអ្នកមិនពេញចិត្តយ៉ាវយ៉ាវក៏បានឆ្លើយតបថាតាមធម្មជាតិខ្ញុំនឹងសម្លាប់ពួកឯងស្រមោចមួយក្រុមដែលមិនដឹងពីភាពធំធេងនៃឋានសួគ៌និងផែនដីទោះបីជាពេលវេលាបានកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏ឯងនៅតែទ្រាំទ្រមិនបានខ្ញុំនឹងសម្លាប់ពួកឯងទាំងអស់គ្នានៅពេលដែលយ៉ាវយ៉ាវបាននិយាយថ្មដ៏ភ្លឺចែងចាំងមួយបានលេចឡើងក្នុងដៃរបស់នាងមនុស្សដែលមានភ្នែកមុតស្រួចមួយចំនួនបានទទួលស្គាល់ថាវាគឺជាត្បូងមួយក្នុងចំណោមមេដែកដ៏ទេវភាពវាជាបំណែកនៃសារធាតុម៉ាញ៉េទិកដែលត្រូវបានគេលុញរហូតដល់វាក្តៅនិងថ្លានៅពេលនេះវាបានភ្លឺក្នុងដៃរបស់យ៉ាវយ៉ាវបូមទន្ទឹមនឹងការធ្វើចលនារបស់យ៉ាវយ៉ាវថ្មម៉ាញ៉េទិកនោះបានបញ្ចេញនូវភាពប្រែប្រួលចម្លែកបន្ទាប់មកព្រះច័ន្ទដ៏ភ្លឺចែងចាំងក្នុងលំហខាងក្រៅបានញ័រជាមួយនឹងការផ្ទុះឡើងដោយពន្លឺគ្មានព្រំដែននៅពេលនេះព្រះច័ន្ទពេញវងរត់តែគួរឲ្យភ័យខ្លាចជាងព្រះអាទិត្យទៅទៀតវាបានសាយភាយចេញនៅសមុទ្រនៃលំនាំដែននិងបង្កើនការបង្ក្រាបដ៏គួរឲ្យភ្ញាក់ផ្អើលមួយរស្មីដ៏ទេវភាពបានហូរហៀនៅពេលដែលវាបានធ្លាក់ឆ្ពោះទៅរកត្រកូលអាទិទេពមនុស្សដែលមកពីត្រកូលអាទិទេពបានភ័យស្លន់ស្លោហើយពួកគេទាំងអស់គ្នាបានស្រែកឡើងថានេះគឺជាទេមនុស្សដែលមកពីត្រកូលអាទិទេពបានស្រែកយ៉ាងខ្លាំងមនុស្សមួយចំនួនបានហែកលំហយ៉ាងលឿនហើយចង់រត់គេចខ្លួននោះក៏ដោយសារពួកគេមានបបិហេតុមិនល្អហើយបានទាយថានេះគឺជាគ្រោះថ្នាក់ដែលបន្សល់ទុកដោយម្ចាស់ដែនកាលពីអតីតកាលនៅពេលនេះវាត្រូវបានធ្វើឲ្យសកម្មដោយយ៉ាវយ៉ាវទោះជាយ៉ាងណាក៏ដោយអ្វីៗគឺយឺតពេលហើយលំនាំនៅលើព្រះច័ន្ទគឺក្រាបពេញពួកវាទាំងអស់ត្រូវបានប្រមូលផ្ដុំឆ្ពោះទៅរកត្រកូលអាទិទេពបង្កើតបានទៅជាការបង្ក្រាបដ៏ឃោរឃៅដែលបានបិទចិត្តលំហគេមិនអាចគេចផនពីការគៀបសង្កត់នៅទីនេះបានទេសូម្បីតែពួកបរិសុទ្ធនោះក៏បានរងរបួសយ៉ាងធ្ងន់ផងដែរមនុស្សម្នាក់ដែលមកពីត្រកូលអាទិទេពគេក៏បានស្រែកឡើងថាខ្ញុំនឹងសម្លាប់អ្នកគេបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាដើម្បីសម្លាប់ទៅកាន់យ៉ាវយ៉ាវការកលេចមើលរបស់លីនឈីគឺទៅជាហើយក៏បានពោពេញដោយចេតនាសម្លាប់គាត់ហៀបនឹងបោះជំហានទៅមុខប៉ុន្តែត្រូវបានបញ្ឈប់ដោយសម្លេងរបស់យ៉ាវយ៉ាវដោយមានការភ្ញាក់ផ្អើលថ្មប្រលឹងដ៏ធំមួយបានលេចឡើងនៅលើកំពូលនៃវល្លិវាមានទម្ងន់ធ្ងន់ជាងផលបងថ្មទាំង3ដែលបានផ្ដល់ដោយវេទិកាសាស្ត្រប្រភពដើមវាបានបង្ក្រាបតំបន់នោះហើយបង្កើនទៅជាសមរភូមិខាងវិញ្ញាណពេលដែលពួកបរិសុទ្ធដែលមកពីត្រកូលអាទិទេពបានបញ្ញាបញ្ញាមកដល់គាត់មានអារម្មណ៍ថាមានអ្វីមួយខុសវិញ្ញាណរបស់គាត់ត្រូវបានគេបង្ក្រាបគាត់បានក្រខឹមដោយកំហឹងហើយចង់ផ្ដាច់ខ្លួនចាញ់ប៉ុន្តែដែននៃព្រះច័ន្ទបានវាយមកលើខ្លួនរបស់គាត់យ៉ាងឆ្កួតឆ្កួនចង់នៅទីបំផុតពួកបរិសុទ្ធដែលមកពីត្រកូលអាទិទេពបានធ្លាក់ចូលក្នុងសមរភូមិខាងវិញ្ញាណរបស់គាត់បានចាកចេញពីរាងកាយរបស់គាត់ហើយបានទៅដល់ទីនោះរាងកាយរបស់គាត់បានរឹងភ្លាមដោយឃើញបែបនេះមនុស្សម្នានៅលើផ្ទៃមេឃដែលមានផ្កាយបានមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេបានលាន់មាត់ថាអីគេមានរឿងបែបនេះបានកើតឡើងពិតប្រាកដតើនាងនឹងកើនទៅនឹងឋានសួគ៌មែនទេវិធីសាស្ត្ររបស់យ៉ាវយ៉ាវគឺពិតជាគួរឲ្យភ្ញាក់ផ្អើលនាងបានទាញពួកបរិសុទ្ធដោយបង្ខំហើយធ្វើឲ្យគាត់ចូលទៅក្នុងវេទិកាប្រយុទ្ធខាងវិញ្ញាណភ្លាមមានការចលាចលគ្រប់គ្នាភ្លាមនៅលើផ្ទៃមេឃដែលមានផ្កាយ
ដោយពួកគេបានលន់មកថានាងនឹងសម្លាប់ពួករបស់រសនត្រកូលអាទីតេមនិងអស់សំណាងហើយនៅថ្ងៃនេះវាមិនមែនមានតែលូហុងទេនៅពេលនេះគឺមានពួករបស់សតម្នាក់ទៀតមុខរបស់ពួករបស់រសននោះប្រែទៅជាក្រហមប៉ុន្តែគាត់មិនហ៊ានស្ដីបន្ទោសនាងទេគាត់បានខ្សឹបថាអ្នកតើអ្នកចង់នាំក្រុមហនត្រាយមកកាន់ភពផែនដីនេះមែនទេគាត់បានគំរាមដោយសម្លេងទៀមនៅពេលនេះយ៉ាវបានទៅដកថ្មម៉ាញ់ទៅក្នុងដៃរបស់នាងដែលធ្វើឲ្យលំនាំនៅលើឋានព្រះច័ន្ទបានធ្លាក់ចុះជាហូរហែដោយបាននិយាយឡើងថាពូឯងក៏មកដែរមនុស្ស8នាក់ដែលនៅសេសសល់ដែលមកពីត្រកូលអាទិទេពរួមទាំងស្ត្រីចំណាស់ម្នាក់ដែលជាពួកបរិសននិងអ្នកជំនាញដែលស្ថិតនៅក្នុងកម្រិតទី6ត្រូវបានទាញចុះមកជាមួយគ្នាហើយបានចូលទៅក្នុងសមរភូមិខាងវិញ្ញាណពាក្យរបស់យ៉ាវភ្លាមបានទៅអង្រួនផ្ទៃមេឃដែលមានផ្កាយទាំងមូលថាខ្ញុំបាននិយាយពីមុនមកហើយមនុស្សម្នាក់ប្រឆាំងទៅនឹងមនុស្សមួយក្រុមរបស់ឯងខ្ញុំនឹងកំចាត់ពួកឯងទាំងអស់គ្នានៅពេលនេះវេទិកាសត្វប្រភពណាមកំពុងតែផ្ទុះខ្លាំងមនុស្សរាប់មិនអស់បានស្រែកដោយសម្លេងរោអ្នកជំនាញដែលមកពីគ្រប់ជាតិសាសន៍បានបើកភ្នែកធំពួកគេមិនបានរំពឹងថានឹងមានរឿងបែបនេះកើតឡើងទេច្រើនឆ្នាំមកនេះយ៉ាវគ្រប់គ្នាបានចាត់ទុកអ្នកជំនាញទាំង8នាក់ដែលមកពីត្រកូលអាទិទេពបានងាប់ទៅហើយជឿថាពួកគេគ្មានឱកាសឈ្នះតទៅសោះលូហុងបានក្រហមហើយតស៊ូគាត់ចង់ប្រមូលផ្ដុំរូបរាងកាយខាងវិញ្ញាណរបស់គាត់ឡើងវិញហើយប្រយុទ្ធរហូតដល់ស្លាប់ជាមួយនឹងឈូហ្វឹងគាត់ចង់អូគូប្រជែងរបស់គាត់ឲ្យចោះទៅជាមួយគាត់ព្រោះគាត់បានដឹងថាមូលដ្ឋានគ្រឹះនៃការវិវត្តរបស់គូប្រជែងរបស់គាត់គឺពោពេញដោយស្នាមប្រេះការប៉ះទង្គិចគ្នាយ៉ាងហិង្សានិងជំរុញការបរាជ័យនិងការស្លាប់របស់ឈូហ្វឹងដោយជាមិនរួញរូបរាងកាយរបស់ពួករបស់រសតបានប្រែក្លាយទៅជារូបរាងកាយមនុស្សប៉ុន្តែវាពោពេញដោយស្នាមប្រេះពេលដែលបានឃើញបែបនេះពាក្យរបស់ឈូហ្វឹងពោពេញដោយការលេងសើចថាអ្នកគួរតែងាប់ទៅប្រសើរជាងតើមានចំណុចអ្វីក្នុងការខិតខំតស៊ូបែបនេះគាត់បានប្រើប្រាស់បច្ចេកទេសកង់ជារង្វង់ពណ៌មាសហើយវាប្រហារទៅមុខលូហុងបានផ្ទុះដោយបំផ្ទុះហើយប្រែទៅជាភ្លៀងធ្លាក់យ៉ាងធំហើយវាទាំងអស់នេះត្រូវបានបង្កើតឡើងពីអំណាចខាងវិញ្ញាណលូហុងបានស្រែកហើយបំផ្ទុះរាងកាយរបស់គាត់លូហុងបានស្រែកហើយក៏បានផ្គុំរូបរាងកាយរបស់គាត់ឡើងវិញថាស្លាប់ទៅតោះស្លាប់ជាមួយគ្នានៅពេលនេះគាត់លែងមើលទៅដូចជាពួករបស់រសនដែលស្ងប់ស្ងាត់ទៀតហើយគាត់ដឹងថាថ្ងៃវិញ្ញាណរបស់គាត់បានមកដល់ប៉ុន្តែគាត់ចង់ទាញឈូហ្វឹងឲ្យមកជាមួយគាត់រូបរាងកាយខាងវិញ្ញាណរបស់គាត់បានសម្ដែងម្ដងទៀតហើយរមូរមួយក៏បានលេចចេញនៅពីក្រោយគាត់វាជាសកលលោកដែលខូចនឹងអាវុនជាកុសលនេះគឺជាពិភពខាងវិញ្ញាណអ្វីដែលគេហៅថារមូរនោះគឺមិនបានពេញលេញនោះទេប៉ុន្តែគាត់មិនខ្វល់នោះទេគាត់បានប្រើគ្រប់វិធីសាស្ត្រដែលគាត់អាចធ្វើបានឃើញបែបនេះឈូហ្វឹងក៏បាននិយាយថាបន្ទាប់មកខ្ញុំនឹងសាកល្បងវានៅពេលឈូហ្វឹងបាននិយាយចំរមូរនៅពីក្រោយគាត់ក៏បានហោះចេញមកដោយមានការរីករាលដាលវាបានបំផ្ទុះសកលលោកដែលខូចយ៉ាងងាយប្រៀបដូចជាការបំបែកស្មើស្ងួនវាបានបំបែកអាវុធទាំងអស់ហើយបំផ្លាញយ៉ាងស្អាតដោយមិននិយាយពីស្ថានភាពស្លាប់របស់លូហុងរមូររបស់គាត់មិនត្រូវគ្នាសំបីតែគាត់ស្ថិតនៅក្នុងកំពូលក៏ដោយនៅពេលនេះវាត្រូវបានគេសម្លាប់តែម្ខាងលូហុងគេបានក្រហមទៅកាន់ឈូហ្វឹងខណៈពេលដែលភ្លៀងនៃពន្លឺបានរាំនៅលើអាកាសដោយគេបានស្រែកថាខ្ញុំមិនទទួលយកទេហេតុអ្វីបានជាគ្រឹះរបស់អ្នកមិនដួលរលំគាត់ហៀបនឹងឈួនព្រោះចំពោះគាត់រឿងដែលបានកើតឡើងថ្ងៃនេះគឺពិតជាអាម៉ាស់ណាស់ហើយគាត់ក៏នឹងបាត់បង់ជីវិតលូហុងត្រូវបានគេវាយកំទេចជាច្រើនដងប៉ុន្តែរូបរាងកាយខាងវិញ្ញាណរបស់គាត់នៅតែផ្គុំឡើងជាបន្តបន្ទាប់លូហុងបានស្រែកធ្ងន់ដោយទុកសោកថាគួរឲ្យស្អប់មែនខ្ញុំគឺជាពុទ្ធបរិស័ទប៉ុន្តែខ្ញុំពិតជាបានស្លាប់នៅក្នុងដៃរបស់ក្មេងដែលស្ថិតនៅក្នុងកម្រិតទី4លើពីនេះទៅទៀតគាត់គឺជាជនជាតិដើមដែលនៅលើភពផែនដីនេះឃើញបែបនេះឈូហ្វឹងក៏បាននិយាយដោយមិនប្រញាប់ប៉ុន្តែមានថាមពលថាលូហុងបន្តដំណើរទៅមុខប្រវត្តិសាស្ត្រនឹងចងចាំឯងលូហុងខឹងខ្លាំងរហូតដល់ញ័រខ្លួនពេលដែលបានលើពាក្យទាំងនេះគាត់ហ៊ាននឹងคล้ายទៅជាតួកំប្លែងនៅក្នុងប្រវត្តិសាស្ត្រ
នេះគឺជាការវាយប្រហារដ៏ធំមួយចំពោះគាត់ដែលហៀបនឹងស្លាមនៅពេលចុងក្រោយឈូហ្វឹងក៏បានបន្លឺសំឡេងយ៉ាងត្រជាក់ថាស្លាប់ដុំថ្មរឹងបានលេចឡើងមួយបន្តពីមួយផ្សេងទៀតនៅក្បែរគាត់បានឆ្លាក់លំនាំលើពួកវាហើយពួកវាបានវិលជុំវិញភ្លៀងនៃពន្លឺខាងវិញ្ញាណដើម្បីកែលម្អវាឈូហ្វឹងក៏បាននិយាយថាការកែច្នៃសម្រាមខ្ញុំនឹងប្រើឯងដើម្បីសាកល្បងវិធីសាស្ត្រថ្មីបំផុតរបស់ខ្ញុំនេះគឺជាការសាកល្បងថ្មីបំផុតរបស់គាត់បានប្រើគ្រាប់ថ្មរឹងជាមេដៃដើម្បីរៀបចំដែនលូហុងបានបញ្ចេញសំឡេងស្រែកដោយឈាមថាបន្ទាប់មកវិញ្ញាណរបស់គាត់ត្រូវបានខ្ទេចខ្ទាំនិងរសាយយ៉ាងឆាប់រហ័សគាត់បានដើរទៅរកស្ថានភាពស្លាមហើយបានខ្លួនក្នុងផ្សែងហុយមុននឹងស្លាប់លូហុងពោពេញទៅដោយការកាត់ទុកមិនសុខចិត្តយ៉ាងខ្លាំងឈូហ្វឹងបានងក់ក្បាលនៅពេលដែលគាត់បានអ៊ូរតំថាមិនអាក្រក់ទេវិធីសាស្ត្រប្រយុទ្ធប្រភេទនេះអាចសិក្សាបានយ៉ាងស៊ីជម្រៅការប្រើប្រាស់ថ្មរឹងជាមេដែកដើម្បីរៀបចំដែននោះអំណាចនៃការបំផ្លិចបំផ្លាញរបស់វាគឺពិតជាគួរឲ្យភ័យខ្លាចឆន្ទៈរបស់លូហុងត្រូវបានលុបបំបាត់រួចហើយគាត់មានកំហឹងដែលមិនអាចប្រៀបផ្ទឹមបានមុនពេលដែលគាត់ស្លាប់ក្មេងតូចម្នាក់នេះគឺពិតជាស្ងប់ស្ងាត់ពេកហើយតើគាត់កំពុងតែប្រើគាត់ជាប្រធានបទសាកល្បងដើម្បីធ្វើការពិសោធន៍ដែនវាលោកមែនទេការស្លាប់របស់លូហុងនិងការស្លាប់របស់ពួកបរិសនបាននឹងរន់តេពេលដែលមានផ្កាយនៃសកលលោកត្រកូលនីមួយៗបានមានភាពចលាចលមនុស្សគ្រប់គ្នាកំពុងតែពុះកញ្ជ្រោលមនុស្សជាច្រើនបានកក្រាកនិងរំភើបចិនពេលដែលបានឃើញអ្នកដាំដុះវ័យក្មេងបានសម្លាប់ពួកបរិសនភ្លាមសម្លេងមួយក៏បាននិយាយឡើងថាខ្ញុំនឹងណែនាំប្អូនស្រីរបស់ខ្ញុំឲ្យអ្នកស្គាល់អាទិទេពឈូសូមទទួលការលុតជង្គង់ចុះពីខ្ញុំតើនៅពេលណាដែលអ្នកនឹងមកដល់ផ្ទៃមេឃដែលមានផ្កាយម្នាក់ទៀតក៏បានបន្ថែមទៀតថាអាសានត្រីឆានចំណាស់ដែលមកពីត្រកូលអាទិទេពត្រូវបានគេសម្លាប់ពិតជាសប្បាយចិត្តមែនអ្នកណាសុំឲ្យគាត់អ្នកមានអំណាចនឹងមកសម្លុតគុណក្មេងធ្វើអីចុងក្រោយតើមានរឿងអីកើតឡើងឈើគាត់ជឿជាក់ថាគាត់អាចបងក្រាមមនុស្សគ្រប់គ្នាបានប៉ុន្តែចុងក្រោយគាត់ក៏ត្រូវបានគេសម្លាប់ជំនួសវិញហើយស្លាប់យ៉ាងវេទនាហាផ្ទៃមេឃដែលមានកាយទាំងមូលកំពុងតែពិភាក្សាគ្នាយ៉ាងក្តៅកកុងមនុស្សជាច្រើនបានត្រេកអរចំពោះសំណាងអាក្រក់របស់អ្នកដទៃនោះក៏ដោយសារតែត្រកូលអាទិទេពជាធម្មតាមានឋានៈខ្ពស់និងខ្លាំងពូកែពួកគេតែងតែមើលងាយនៅលើអ្នកវិវត្តដែលនៅក្រោមពួកគេមនុស្សជាច្រើនបានខឹងប៉ុន្តែមិនហ៊ាននិយាយពីអ្វីទាំងអស់ថ្ងៃនេះឈូហ្វឹងបានទទួលជ័យជំនះដ៏អស្ចារ្យហើយបានសម្លាប់ពួកបរិសុទ្ធរបស់ពួកគេនេះបានតាក់ទងនឹងមនុស្សជាច្រើនធ្វើឲ្យពួកគេមានអារម្មណ៍ថាមានការសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែមនុស្សដែលមកពីត្រកូលអាទិទេពមានអារម្មណ៍ផ្សេងគ្នាទឹកមុខរបស់ពួកគេហាក់ដូចជាកំពុងតែកាន់តុងចំពោះការស្លាប់របស់ឪពុកម្ដាយរបស់ពួកគេទាំងអស់គ្នាមិនចង់បានអ្វីក្រៅពីជាស្បែករបស់ឈូហ្វឹងទាំងរស់ក្រៅពីនោះក៏មានមនុស្សមួយចំនួនដែលមានការខឹងសម្បារជាមួយនឹងឈូហ្វឹងកាលពីដើមពោពេញទៅដោយការខឹងសម្បារនិងការកើតទុកមិនសុខចិត្តផងដែរពេញទឹកតែក្នុងដៃរបស់យូឈីកុងបានធ្លាក់នៅលើទូរស័ព្ទពណ៌បៃតងរបស់គាត់ដោយសំឡេងផ្ទុះហើយបានហៀពៀពេញទីកន្លែងគាត់ងឿងឆ្ងល់ព្រោះលទ្ធផលនេះគឺពិតជារន្ធត់ពេកសម្រាប់គាត់អ្វីដែលគេហៅថាមនុស្សមិនពិតដែលជាជនជាតិណានៅលើភពផែនដីគឺពិតជាផ្កើនទៅនឹងឋានសួគ៌ពិតមែននៅខាងក្រៅផែនដីនៃជំនាញទាំងអស់បានដកដង្ហើមធំនៅក្នុងទឹកដីដែលកំពុងតែធ្លាក់ចុះនេះយុវជនម្នាក់ដែលមានឈ្មោះថាជូហ្វឹងបានឡើងឋានៈនិងត្រូវបានគេចងចាំនៅក្នុងចិត្តរបស់អ្នករាល់គ្នាសូម្បីតែកុមារតៅទេពអប្សរនិងកូនប្រុសបិសាចដែលមកពីភពកំពូលទាំង10បានបង្ហាញការបញ្ចេញទឹកមុខចម្លែងពួកគេគ្មានជំរឿអ្វីក្រៅពីយកបញ្ហានេះឲ្យបានហ្មត់ចត់ឈូហ្វឹងនេះបានសម្លាប់ពួកបរិសុទ្ធតែអ្នកណាហ៊ានមើលងាយគាត់ទៀតផ្នែករបស់ស្រីស្អាតប្រចាំសកលលោកបានពោពេញដោយរស្មីដ៏ទេវភាពពួកគេបានសម្លឹងមើលទៅកាន់ឈូហ្វឹងយ៉ាងខ្ជាប់ខ្ជួនហើយចង់ឃើញតាមរយៈគាត់ពីមុនមកគ្មាននរណាម្នាក់នឹកស្មានដល់ថាឈូហ្វឹងអាចសម្លាប់ពួកបរិសុទ្ធបានទេជាងនេះទៅទៀតវាជាការសម្លាប់រង្គាលតែម្ខាងអ្វីហាក់ដូចជាត្រូវបានបញ្ច្រាស់លទ្ធផលសមរភូមិដែលដើមឡើយជាកម្មសិទ្ធិរបស់ត្រកូលអាទិទេពលូហុងត្រូវបានបង្ហាញដោយឈូហ្វឹងទៅវិញនៅពេលនេះក្នុងសមរភូមិខាងវិញ្ញាណឈូហ្វឹងមានអារម្មណ៍ថាធម៌ពលខាងវិញ្ញាណដ៏មហិមារបស់គាត់
ត្រូវបានបំផ្លាញបន្តិចម្ដងវាត្រូវបានបន្សន់និងស្រូបយកដោយថ្មពិភពលោកប្រលឹងទាំង3ហើយនៅសេសសល់បានត្រឡប់ទៅកាន់ស្ថានសួគ៌និងផែនដីវិញនោះគឺជាផ្នែកមួយនៃអំណាចខាងវិញ្ញាណរបស់លូហុងដែលត្រូវបានបង្ក្រាបក្នុងសមរភូមិបន្ទាប់ពីឆន្ទៈរបស់គាត់បានស្លាប់ទៅវាបានคล้ายទៅជាវត្ថុដែលគ្មានម្ចាស់ហើយនៅពេលនេះបានរលាយបាត់ទៅជាមួយវាបន្ទាប់ពីមានការស្រែកកំហោកមកការសម្លឹងមើលរបស់មនុស្សមិនត្រូវបានកំណត់ទៅលើឈូហ្វឹងទៀតទេផ្ទុយទៅវិញពួកគេបានសម្លឹងមើលទៅកាន់សមរភូមិខាងវិញ្ញាណមួយផ្សេងទៀតយ៉ាវត្រូវបានប្រជុំមកជាមួយនឹងអ្នកជំនាញទាំង8នាក់ដែលមកពីត្រកូលអាទិទេពតែម្នាក់ឯងក្នុងចំណោមពួកគេមានពួកអមរសនមួយរោមនិងអិសរាជជនដែលស្ថិតនៅក្នុងកម្រិតទី8អវត្តជាស្រ័យនិងអិសរាជជនដែលស្ថិតនៅក្នុងកម្រិតទី6អាចនិយាយបានថាពួកគេពិតជាមានថាមពលដ៏អស្ចារ្យបើប្រៀបធៀបទៅនឹងយ៉ាវគឺអស្ចារ្យពេកនាងមានសន្ទុះនៃការលួចយកពន្លឺរបស់ឈូហ្វឹងមនុស្សជាច្រើនតន្ទឹងរង់ចាំឃើញនាងធ្វើសកម្មភាពម្ដងទៀតបន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំមកនេះយ៉ាវក៏បាននិយាយថាតោះវាយគ្នានាងបានរង់ចាំការប្រយុទ្ធរបស់ឈូហ្វឹងមុនពេលដែលនាងចាប់ផ្ដើមការប្រយុទ្ធអ្នកជំនាញទាំងនោះរួមទាំងពួកដ៏មរសតផងប្រែទៅជាស្លេងគេអាចទូទាយលទ្ធផលមុនពេលដែលការប្រយុទ្ធបានចាប់ផ្ដើមទោះជាយ៉ាងណាពួកគេគ្មានជំរឿអ្វីក្រៅពីបើការវាយប្រហារនោះទេមនុស្សម្នាក់ដែលស្ថិតនៅក្នុងកម្រិតទី6គេបានស្រែកឡើងថាសម្លាប់ទៅបំផ្លាញបិសាចនេះទៅសម្លាប់នាងជាមួយគ្នាគាត់គឺជាមនុស្សទី1គេដែលបានបើកការវាយប្រហារតាមពិតអ្នកផ្សេងទៀតក៏មិនស្ទាក់ស្ទើរទេរមូលរូបភាពនីមួយៗរបស់ពួកគេនិងសិល្បៈសម្ងាត់ដែលមកពីត្រកូលអាទិទេពត្រូវបានបញ្ចេញក្នុងពេលតែមួយខណៈពេលដែលពួកគេបានវាយប្រហារទៅកាន់យ៉ាវប៉ុន្តែសមត្ថភាពនិងល្បឿនរបស់យ៉ាវគឺពិតជាខ្លាំងនិងលឿនពេកក្នុងមួយប៉ព្រិចភ្នែកមនុស្សជាច្រើនត្រូវបានពោពេញទៅដោយអាប់បង្ហូរឈាមនេះគឺជាការសម្លាប់រង្គាលតែម្ខាងនៅក្នុងសមរភូមិខាងវិញ្ញាណសម្រេចដែលមកពីត្រកូលអាទិទេពបានកើនឡើងនិងធ្លាក់ចុះពួកគេខ្លះត្រូវបានសម្លាប់ប៉ុន្តែពួកគេបានប្រើប្រាស់បច្ចេកទេសដ៏ដង្ហើមរបស់ពួកគេដើម្បីរស់ឡើងវិញនិងបង្កើតរាងកាយរបស់ពួកគេឡើងវិញទោះជាយ៉ាងណាក៏ដោយពួកគេនៅតែត្រូវបានសម្លាប់នៅទីបញ្ចប់នៅទីបំផុតសូម្បីតែពួកអបរសនក៏បានគ្រោះហឹមយ៉ាងខ្លាំងក្បាលរបស់គាត់បានហោះឡើងខណៈពេលដែលដាវរបស់យ៉ាវបានកាត់វាចេញនាងគឺជាមនុស្សដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងសមរភូមិខាងមានយ៉ាវនៅតែស្រស់ស្អាតយ៉ាងណាក៏ដោយនៅពេលនេះនាងបានផ្ដោតអារម្មណ៍និងត្រជាក់នាងប្រៀបដូចជាទេវតានៃសង្គ្រាមដែលបានលះបង់អ្វីៗផ្សេងទៀតហើយផ្ដោតតែលើការសម្លាប់សត្រូវមនុស្សម្នាក់ទៀតដែលមកពីត្រកូលអាទិទេពបានស្រែកយ៉ាងវេទនាពលឺពណ៌មាសបានបាញ់ចេញពីបាតដៃរបស់យ៉ាវហើយក៏បានកាត់គាត់ពាក់កណ្ដាលត្រឹមចង្កេះគ្រប់ទីកន្លែងដែលនាងបានឆ្លងកាត់អ្វីគ្រប់យ៉ាងត្រូវបានបំផ្លាញឈូហ្វឹងបានសម្លឹងមើលសមរភូមិរួចគាត់ក៏បានលន់មាត់ថាដែនដ៏ទេវភាពរបស់ខ្លួនឯងមែនទេគាត់មានការរំជើបរំជួលយ៉ាងខ្លាំងក្នុងមួយវិនាទីគាត់មានគំនិតជាច្រើនហើយបានឃើញកន្លែងដ៏អស្ចារ្យកាលពីមុននៅពេលដែលគាត់បានប្រយុទ្ធគ្នាជាមួយនឹងលូហុងគាត់បានបង្ខាំងពួកបរិស័ទដែលមកពីត្រកូលអាទិទេពជាបណ្ដោះអាសន្ននេះគឺជាការប្រើនៅអង្គប្រយោគដ៏អស្ចារ្យនៃដែនក្រោយមកគាត់បានព្យាយាមឆ្លាក់លំនាំនៅលើថ្មធម្មពលដើម្បីបង្ក្រាបនិងសម្លាប់លូហុងនេះក៏ជាការប្រើប្រាស់ដែនផងដែរឈូហ្វឹងមានអារម្មណ៍ថាគាត់បានរកឃើញផ្លូវចំនួន2ដែលគាត់អាចតាមទាន់យ៉ាវបាឡាំងលេខ1នៅក្រោមមេឃគឺខ្ពស់ហើយគាត់មានអារម្មណ៍ថាគាត់ប្រហែលជាអាចប៉ះវាបានភីនៅក្នុងសមរភូមិខាងមានយ៉ាវបានសម្លាប់មនុស្សគ្រប់គ្នាហើយបានបញ្ចប់ការប្រយុទ្ធដោយមិនបានបន្សល់ទុកសូម្បីតែម្នាក់ទេនាងបានកម្ចាត់មនុស្សគ្រប់គ្នាដែលមកពីត្រកូលអាទិទេពពីអេសរជនកម្រិតទី6រហូតដល់ទៅអេសរជនកម្រិតទី8អញ្ចឹងព្រះអរហន្តពណ៌មាសនឹងគឺស្ថិតនៅក្នុងកម្រិតទី6ចំណែកពួកបរិសុទ្ធគឺស្ថិតនៅក្នុងកម្រិតទី8ពួកបរិសុទ្ធលូហុងបានងាប់រូបរាងកាយខាងវិញ្ញាណរបស់គាត់ត្រូវបានសម្លាប់ដោយឈូហ្វឹងកងទ័ពដែលមកពីត្រកូលអាទិទេពនៅខាងក្រៅផែនដីត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងរួមទាំងពួកបរិសុទ្ធមួយ
ហើយអ្នកទាំងអស់គ្នាត្រូវបានសម្លាប់ដោយយ៉ាវស្ថានភាពបែបនេះបណ្ដាលឲ្យមានការបាក់ដីនិងរលកយក្សស៊ូណាមីនៅលើផ្ទៃមេឃដែលមានផ្កាយរដ្ឋត្រកូលគឺស្ថិតនៅក្នុងការពិភាក្សាគ្នាដ៏ក្តៅគគុំហើយស្ថិតនៅក្នុងភាពចលាចលចំណែកឯឈូហ្វឹងបានប្រយុទ្ធជាមួយនឹងអ្នកដែលខ្លាំងជាងគាត់គ្រាន់តែជាអ្នកវិវត្តដែលស្ថិតនៅក្នុងកម្រិតទី1ដំណាក់កាលទី4ដំណាក់កាលទី1ប៉ុន្តែនៅទីបញ្ចប់គាត់បានសម្លាប់ពួករបស់រសុននៅក្នុងលំហខាងវិញ្ញាណហើយបណ្ដាលឲ្យលូហុងបានស្លាប់នៅពេលនេះធម្មពលរបស់ឈូហ្វឹងបានសរឲ្យពិភពលោកបានឃើញថាធម្មពលរបស់គាត់គឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់ចំពោះយ៉ាវមិនចាំបាច់និយាយថានាងបានកម្ចាត់កងទ័ពទាំងអស់ដែលមកពីត្រកូលអាទិទេពដែលបានបញ្ញាបញ្ញាលមកកាន់ផែនដីនោះទេចំពោះពេលដែលមនុស្សគ្រប់គ្នាបានមានការងឿងឆ្ងល់ពួកគេក៏មានអារម្មណ៍ថាវាជារឿងធម្មជាតិយ៉ាងណាមិញនាងបានចប់ចំណាត់ថ្នាក់លេខ1នៅក្រោមផ្ទៃមេឃដែលមានផ្កាយកាលពីពេលនោះនៅពេលនេះនៅលើទីលានសមរភូមិខាងវិញ្ញាណសល់តែមនុស្ស2នាក់ប៉ុណ្ណោះមួយសន្ទុះក្រោយមកពិភពលោកទាំងមូលបានយកចិត្តទុកដាក់ទៅលើអ្នកទាំងពីរយ៉ាវបានឈរនៅលើវត្តឋានសួគ៌ដោយភាពអស្ចារ្យហើយសម្លឹងមើលទៅកាន់បងមនុស្សដោយការមើលងាយមួយសន្ទុះមនុស្សជាច្រើនស្ថិតនៅក្នុងភាពស្រឡាំងកាំងវាហាក់ដូចជាពួកគេបានត្រឡប់ទៅកាន់អតីតកាលនៃភ្លើងសង្គ្រាមនិងសម័យបុរាណវិញពួកគេបានឃើញយ៉ាវបំផិតបំភ័យដល់សត្រូវម្ដងទៀតនោះគឺជាសម័យរបស់នាងនៅពេលនេះនាងបានឈរនៅទីនេះហើយបានប្រយុទ្ធជាមួយនឹងទេពកោសល្យគ្រប់ប្រភេទដោយបានបោះសម្អាតអ្នកដែលមានទេពកោសល្យជាច្រើនដែលមកពីភពផ្សេងបន្ទាប់មកគ្រប់គ្នាបានសម្លឹងមើលទៅកាន់ឈូហ្វឹងមានការងឿងឆ្ងល់ទេដែលថាថ្ងៃនេះសមរភូមិក្រិតអាទិទេពរបស់គាត់គ្មានបញ្ហាអ្វីទេគាត់បានសម្លាប់ពុទ្ធបរិស័ទមួយរូបហើយបានលេចធ្លោនៅក្នុងកែមដ៏ស្ងាត់ជ្រងំនៃសកលលោកនេះចាប់ពីពេលនោះមកមនុស្សជាច្រើនបានដឹងថាអ្នកវិវត្តវ័យក្មេងដែលមានទេពកោសល្យពីស្ថានសួគ៌បានបង្ហាញខ្លួននៅក្នុងទឹកដីដែលដាច់ស្រយាលនេះឈ្មោះរបស់គាត់គឺឈូហ្វឹងនេះគឺខុសពីអតីតកាលពីមុនគាត់ក៏ល្បីដែរប៉ុន្តែល្បីខាងជួញដូរមនុស្សប៉ុន្តែនៅពេលនេះខុសគ្នានេះគឺជាកំណត់ត្រាប្រយុទ្ធដែលមិនអាចប្រៀបទៅបាននៅក្នុងពេលជាមួយគ្នានេះពួកគេក៏បានដឹងផងដែរថាឈូហ្វឹងបានបង្កឲ្យមានគ្រោះមហន្តរាយដ៏អស្ចារ្យដោយប៉ះពាល់ទៅកាន់ត្រកូលអាទិទេពហើយពួកគេក៏បានគិតថាទំនងណាដែលគាត់នឹងជួបគ្រោះមហន្តរាយមិនយូរមិនឆាប់នោះក៏ដោយសារតែត្រកូលអាទិទេពគឺជាត្រកូលមួយក្នុងចំណោមត្រកូលកំពូលទាំង10នៅក្នុងសកលលោកផ្កាយដែលពួកគេរស់នៅបានស្ថិតនៅតាំងពីបុរាណកាលមកហើយស្ថិតយ៉ាងរឹងមាំនៅក្នុងពិភពកំពូលទាំង10ហើយថានៅពេលនេះភពផែនដីទំនងជានឹងคล้ายទៅជាចំណុចកណ្ដាលនៃព្យុះវាអាចបណ្ដាលឲ្យមានការរញ្ជួយដីដ៏កម្រមួយចាប់តាំងពីបុរាណកាលមកហើយត្រកូលអាទិទេពប្រហែលជានឹងសង្សឹងយ៉ាវម្ចាស់វេទិកាសត្វប្រភពណាមដែលមានឈ្មោះថាលីនឈីបានមានរឿងជាច្រើនដែលគាត់ត្រូវនិយាយទៅកាន់នាងទោះបីជាគាត់បានដឹងថានាងគ្រាន់តែជាធម្មពលខាងវិញ្ញាណនឹងមិនមែនជាមនុស្សពីសម័យនោះទៀតទេយ៉ាវបានញញឹមហើយក៏បានងក់ក្បាលដាក់គាត់ដោយប្រើប្រាស់ធម្មពលខាងវិញ្ញាណដើម្បីសន្ទនាគ្នាជាមួយគាត់នៅលើផ្ទៃមេឃដែលមានកាយមនុស្សជាច្រើនកំពុងតែសម្លឹងមើលពួកគេបន្ទាប់មកទៅកាន់ឈូហ្វឹងពួកគេបានដកដង្ហើមធំបន្ទាប់ពីថ្ងៃនេះវាពិបាកនឹងនិយាយថាតើព្យុះកំណាចមកកាន់ភពផែនដីនឹងកើតឡើងបែបណាគ្មាននរណាម្នាក់អាចទូទាយដល់របៀបដែលត្រកូលអាទិទេពនឹងសង្សឹងមកលើយុវជននេះទេមនុស្សជាច្រើនបានមានការបញ្ចេញទឹកមុខស្មុគស្មាញទន្ទឹមនឹងនោះក៏មានមនុស្សជាច្រើនដែលភ័យខ្លាចជាឧទាហរណ៍ពួកបរិស័ទដែលមកពីត្រកូលខាងវិញ្ញាណដែលមានឈ្មោះថាមូឈីងហាននឹងបានដកថយដែលដឹងថាតើមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីលំហខាងក្រៅរបស់ភពផែនដីនឹងមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលត្រកូលអាទិទេពត្រូវបានស្លាប់នៅក្នុងសមរភូមិដោយឃើញបែបនេះបានធ្វើឲ្យសក់របស់នាងបានបាក់ប្រសិនបើយ៉ាវបានទាញនាងចុះដោយបង្ខំនាងប្រហែលជានឹងស្លាប់ផងដែរឈូហ្វឹងមានអារម្មណ៍ថាមានការសម្លឹងមើលរបស់មនុស្សជាច្រើនមកលើគាត់មានភាពស្ងប់ស្ងាត់ហើយមិនមានការភ័យខ្លាចរួចគាត់ក៏បាននិយាយយ៉ាងអស្ចារ្យថាជំរាបសួរសិស្សច្បងនិងមិត្តរួមការងារទាំងអស់គ្នាខ្ញុំចំពោះឈូហ្វឹងវាជាកតញ្ញូរបស់ខ្ញុំដែលបានជួបអ្នកទាំងអស់គ្នាពីផ្ទៃមេឃដែលមានផ្កាយបន្ទាប់មកសម្លេងបានផ្លាស់ប្ដូរទាំងស្រុង
នៅពេលដែលគាត់បាននិយាយពាក្យខាងក្រោមថាអ្នកទាំងអស់គ្នាខ្ញុំមកទីនេះដើម្បីប្រកាសជាអូឡារឹកថាកិច្ចប្រជុំដ៏មានកតញ្ញូនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះនៅពេលដែលពេលវេលាមកដល់វីរបុរសនិងទេពកោសល្យដល់ឆ្នាំមកពីគ្រប់មជ្ឈដ្ឋានសូមកុំខកខានឲ្យសោះពាក្យសម្ដីរបស់គាត់បានធ្វើឲ្យអ្នករាល់គ្នារញ៉េរញ៉ៃសម្បីតែពុទ្ធបរិស័ទពីបុរាណនៅកន្លែងកើតហេតុក៏និយាយមិនចាញ់ផងដែរផ្នែកជ្រៅរបស់ពួកគេផ្លាយនៅពេលដែលពួកគេសម្លឹងមើលគាត់ម្ដងហើយម្ដងទៀតចំណែកឯយុវជនចំនួនក្រោយមិនថាជាអ្នកជំនាញដែលមកពីភពកម្ពុជាទាំង10ក្នុងសកលលោកឬកម្ពុជាស្រីស្អាតទាំង10នោះទេសុទ្ធតែមានអារម្មណ៍ថាស្ទើរតែឈួតទៅហើយតែនេះគឺជាអ្នកជំនាញវ័យក្មេងដែលទើបតែបានសម្លាប់ពួកបរិសុទ្ធមែនទេចង់រាយយោមិនក៏ផ្លាស់ប្ដូរលឿនម្ល៉េះនេះគឺពិតជាមិនធម្មតាពេកគាត់ទើបតែអង្រួនផ្ទៃមិនដែលមានផ្កាយហើយឈរនៅទីនោះដោយមានមោទនភាពក្នុងពេលមួយប៉ព្រិចភ្នែកតើគាត់ខ្លាយទៅជាបែបនេះដោយរបៀបណានេះជាអត្តភាពដែលបានសម្លាប់ពុទ្ធបរិស័ទម្នាក់ជាយុវជនដូចជារឿងព្រេងនិទាននៅទីបំផុតគាត់ខ្លាយទៅជាអ្នកជួញដូរមនុស្សក្នុងពេលមួយប៉ព្រិចភ្នែកគាត់កំពុងតែធ្វើការផ្សាយពាណិជ្ជកម្មដ៏អាក្រាននៅចំពោះមុខពុទ្ធបរិស័ទគ្រប់គ្នានៅចំពោះមុខអិសរាជជនល្បីៗក្នុងសកលលោកមិនចាំបាច់គិតច្រើនទេទើបដឹងថានោះអត្តពលនឹងល្អគួរឲ្យសម្ដេចប៉ុណ្ណាពេលនេះតំបន់កំពុងតែផ្ទុះខ្លាំងយ៉ាងខ្លាំងតាមពិតទៅនេះពិតជាករណីនេះនៅលើវេទិកាសាស្ត្រប្រភពណាមនុស្សមួយក្រុមបានត្រឹមតែដកដង្ហើមធំដោយរំជួលចិនចំពោះការកើនឡើងដែលប្រឆាំងទៅនឹងឋានសួគ៌របស់ជូហ្វឹងនៅទីបំផុតគាត់បានធ្វើបែបនេះហើយបន្ទាប់មកអតិថិជនចាស់ទាំងនោះបានដកដង្ហើមធំគាត់នៅតែជាមនុស្សដដែលនិងរសជាតិដដែលមនុស្សម្នាក់ក៏បានលន់មកថាអូទីបំផុតខ្ញុំយល់ហើយមនុស្សម្នាក់ពិតជាមិនភ្លេចគោលបំណងដើមរបស់គាត់ទេក្រោយពីពាក្យទាំងនេះបាននិយាយរួចមនុស្សជាច្រើនស្ទើរតែមនុស្សជាច្រើនប្រៀបដូចជាត្រូវបានរន្ទះបាញ់ពួកគេបានសម្លឹងមើលមុខគ្នាដោយនិយាយមិនចាញ់នៅពេលនេះការបញ្ចេញទឹកមុខរបស់ជូហ្វឹងមានភាពអូឡារឹងនៅពេលដែលគាត់បានប្រជុំមុខជាមួយនឹងមនុស្សគ្រប់គ្នាថាអ្នករាល់គ្នាខ្ញុំសន្យាយ៉ាងម៉ឺងម៉ាត់នេះបណ្ដាលឲ្យមនុស្សវិវត្តដែលមកពីគ្រប់ជាតិសាសន៍ត្រូវបានផ្លាស់ប្ដូរតើគាត់ហៀបនឹងប្រែក្លាយទៅជាធ្ងន់ធ្ងរមែនទេឈូហ្វឹងក៏បានបន្ថែមទៀតថាខ្ញុំសន្យាជាមួយនឹងអតិថិជនចាស់របស់ខ្ញុំទាំងអស់គ្នាថាកូនប្រុសដល់បរិសុទ្ធទាំងអស់នឹងមានការបញ្ចុះតម្លៃ 20% ខ្ញុំនឹងមិនបោកប្រាស់នរណាម្នាក់ទេក្រោយពីបានលើដូច្នេះហើយពួកគេក៏បានយកដៃទៅស្ទាបថ្ងាសមនុស្សម្នាក់នេះគឺពិតជាអត់សង្ឃឹមក្នុងការកែគាត់កំពុងតែដើរទៅមុខនៅលើផ្លូវអ្នកជួញដូរមនុស្សដោយមិនងាកក្រោយសំបីតែនៅលើផែនដីគោខ្មៅគោលឿងស្រេចលាខ្លាម៉ាន់ជូរីក៏មិនចេះនិយាយផងដែរសំបីតែអ៊ូយ៉ាងហ្វឹងដែលមានស្បែកក្រាស់តែងតែសម្លឹងមើលមនុស្សថយកែវភ្នែកម្ខាងរបស់គាត់នៅពេលនេះកំពុងតែសម្លឹងមើលទៅកាន់ពិភពខាងក្រៅដោយភ្នែកតូចទេអូហូពិតជាសង្ហាមែននៅលើផ្ទៃមេឃដែលមានផ្កាយមនុស្សដំបងគេដែលបានផ្ដល់ឲ្យឈូហ្វឹងនៅការឆ្លើយតបដល់កក់ក្ដៅនិងអស្ចារ្យតាមពិតទៅគឺជាយីងសៀវនាងបានញញឹមយ៉ាងស្រស់ស្អាតនៅពេលដែលនាងបានងើយក្បាលពីលើរទេះរបស់នាងហើយក៏បានស្រែកឡើងថាស្ដេចបិសាចឈូខ្ញុំចង់ទិញនរណាម្នាក់តើអ្នកមិនបានបង្ក្រាបអាទិទេពតូចដែលមកពីត្រកូលអាទិទេពទេអ្នកមិនទាន់បានសម្លាប់គាត់ទេលោកគាត់ឲ្យខ្ញុំនឹងឲ្យគាត់បរទេសឲ្យខ្ញុំដោយដែលបានសន្យាខ្ញុំនឹងផ្ដល់ជូនអ្នកនៅការបញ្ចុះតម្លៃ 20% គ្រប់គ្នានិយាយមិនចាញ់នៅក្នុងចំណុចប្រសពនេះពិតជាមាននរណាម្នាក់ហ៊ានឆ្លើយតបហើយបើកមាត់ទិញនរណាម្នាក់ជាងនេះទៅទៀតនាងចង់ទិញយកអាទិទេពតូចដែលមកពីត្រកូលអាទិទេពហើយប្រើគាត់ឲ្យបរទេសឲ្យនាងទៀតមែនទេប៉ុន្តែបន្ទាប់ពីបានឃើញថាគឺជាយីងសៀវគ្រប់គ្នាក៏ជឿជាក់នេះគឺជាព្រះនាងតូចដែលមកពីត្រកូលអមតៈពាក់កណ្ដាលជំហានឋានៈនិងអត្តសញ្ញាណរបស់នាងគឺពិតជាខ្ពស់ណាស់ហើយត្រកូលរបស់នាងគឺមិនខ្លាចត្រកូលអាទិទេពតទៅសោះឈូហ្វឹងបានញញឹមហើយក៏បាននិយាយថាគ្មានបញ្ហាទេបងអូនស្រីតូចដោយឃើញថាអ្នកឆ្លាតស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ខ្ញុំនឹងធ្វើការលើកលែងនិងផ្ដល់ការបញ្ចុះតម្លៃ 30% ឲ្យអ្នកនៅពេលក្រោយនេះគឺជាការជំនួញដំបូងរបស់ខ្ញុំនេះគឺជាការចរចាចំនួនដំបូងរបស់ខ្ញុំធានាថា
ខ្ញុំនឹងរៀបចំជូននៅអាទិទេពតូចដែលមកពីត្រកូលអាទិទេពហើយផ្ញើទៅឲ្យអ្នកក្មេងស្រីតូចយីងសៀវសៀវក៏បាននិយាយថាអ្នកពិតជាមានរសជាតិល្អមែនខ្ញុំគឺជាសម្រស់លេខ1នាពេលអនាគតនៅក្រោមផ្ទៃមេឃមានផ្កាយខ្ញុំនឹងជំរុញឲ្យស្រីស្អាតលំដាប់ខ្ពស់ធ្លាក់ចុះទៅកាន់ភពផែនដីម្ដងមួយប្រសិនបើអ្នកបង្កើតទំនាក់ទំនងល្អជាមួយខ្ញុំធានាថាអាជីវកម្មរបស់អ្នកនឹងរីកចម្រើនបន្ទាប់ពីនោះមិនចាំបាច់និយាយទេដៃធំបានចាប់ទៅកាន់យីងសៀវសៀវវាគឺជាបរិស័កពណ៌ប្រាក់ដែលបានបង្ខំនាងឲ្យចូលទៅក្នុងរទេះលើពីនេះទៅទៀតគាត់បានប្រើកុំព្យូទ័រ Photon ដើម្បីតាក់ទងនរណាម្នាក់រួចក៏បាននិយាយថា Heavenly Express ខ្ញុំចង់ផ្ញើនរណាម្នាក់ពីទីនេះយីងសៀវសៀវបានទប់ទល់យ៉ាងខ្លាំងក្លាហើយក៏បាននិយាយថាយីងវូទីតើអ្នកហ៊ានមែនទេខ្ញុំនឹងវីជាមួយអ្នកបើអ្នកហ៊ានផ្ញើខ្ញុំទៅវិញយ៉ាងនេះខ្ញុំនឹងមិនចុកសម្រងជាមួយនឹងអ្នកទេយ៉ាងណាមិញទឹកមុខរបស់យីងវូទីគឺងងឹនគាត់បានធ្វើសកម្មភាពដោយខ្លួនឯងហើយក៏បានបោះនាងដោយផ្ទាល់ចូលទៅក្នុងកញ្ចក់ដែលមើលទៅហាក់ដូចជាលំហកិច្ចខ្លួនគាត់បានសម្រេចចិត្តបញ្ជូននាងចេញទៅឆ្ងាយដោយការដឹកជញ្ជូនលឿនលឿនភ្លាមឈូហ្វឹងក៏បាននិយាយថាអ្នកទាំងអស់គ្នាសូមជួបគ្នានៅពេលក្រោយជាមួយនឹងការបោកបោងឈូហ្វឹងបានបាត់ចេញពីសមរភូមិខាងវិញ្ញាណនៅលើកំពូលវត្តឋានទូគាត់បានត្រឡប់មកកាន់ភពផែនដីវិញដោយផ្ទាល់ដំបូងវិញ្ញាណរបស់គាត់បានចូលទៅកាន់រូបរាងកាយរបស់គាត់ហើយបានជាសះស្បើយទាំងស្រុងគាត់ក៏បានរត់តាមថាជាសំណាងល្អដែលគ្រឹះតោរបស់ខ្ញុំមិនទាន់បានប្រែបែងបន្ទាប់ពីការកេណ្ឌយ៉ាងប្រុងប្រយ័ត្នថ្នាំគ្រាប់មាគាទាំង6នៃការចាប់បដិសន្ធិឡើងវិញនឹងមកដល់ក្នុងពេលឆាប់នេះឈូហ្វឹងពេញចិត្តនឹងលទ្ធផលនៃសមរភូមិនេះគាត់បានយល់យ៉ាងជ្រាលជ្រៅក្នុងការប្រយុទ្ធជាមួយនឹងពួកបរិស័ទគាត់បានយល់ផ្លូវមួយចំនួនដែលពិតជានាំគាត់ទៅរកភាពដែលមិនអាចប្រៀបផ្ទឹមបានបងប្រុសប្អូនប្រុសនៅលើវត្តឋានសួគ៌ស្រាប់តែមនុស្សមួយក្រុមបានឡំពាត់ភ្នំខុនលុនក្រៅពីគោខ្មៅជោឈ័ននិងលាចាស់ក៏មានបិសាចអស្ចារ្យដែលមកពីភ្នំខុនលុនផងដែរវាមានភាពរស់រវើកដែលមិនអាចប្រៀបផ្ទឹមបានពលឺមួយបានភ្លឺឡើងហើយយ៉ាវក៏បានលេចចេញមកបិសាចភ្នំខុនលុនបានបញ្ញាទៅគោរពថាជំរាបសួរព្រះនាងយ៉ាវពួកគេមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះយ៉ាវគោខ្មៅនិងខ្លាមែនជូរីក៏គោរពផងដែរពេលនោះអាចនិយាយបានថាកាលពីមុនអាចនិយាយបានថាពួកគេពិតជាហ៊ានណាស់នៅពេលដែលពួកគេបានជួបគ្នាដំបូងពួកគេថែមទាំងចង់ដេញតាមព្រះនាងយ៉ាវទៀតផងនៅពេលនេះពួកគេមានអាកប្បកិរិយាល្អនិងមានកាតព្វកិច្ចខណៈពេលដែលពួកគេបានគោរពទៅកាន់នាងព្រះនាងអ៊ូយ៉ាងហ្វឹងបានមានការរំភើបភ្នែកធំរបស់គាត់បានព្រិចភ្នែកហើយគាត់ច្បាស់ជាមិនសម្លឹងមើលមនុស្សពីភ្នែកម្ខាងរបស់គាត់ទេទន្ទឹមនឹងនោះក៏មិនមានស្នាមប្រឡាក់សំបីតែមួយផងដែរគាត់ស្លូតបូតនិងស្ងប់ស្ងាត់តាមដែលគាត់អាចធ្វើទៅបានឈូហ្វឹងពិតជាទប់មិនជាប់ហើយចង់ទាត់គាត់ពី3ដងយ៉ាវបានញញឹមហើយសម្លឹងមើលទៅកាន់ឈូហ្វឹងនាងបាននិយាយថាអ្នកពិតជាធ្វើបានល្អណាស់នៅលើកនេះសម្លេងរបស់នាងគឺពិតជាគួរឲ្យចង់ស្ដាប់ណាស់យ៉ាវបានមកវិញស្មារតីបន្តិចនៅពេលដែលនាងបានឃើញភ្នំខុនលុនរវើងវាហាក់ដូចជានាងបានត្រឡប់ទៅកាន់សម័យបុរាណវិញហើយបានឃើញក្រុមដែលផ្ដល់ដោយស្ថានទូនិងដៃគូដែលមានទេពកោសល្យផ្សេងទៀតប៉ុន្តែនាងបានក្រវីក្បាលមនុស្សទាំងនោះស្ទើរតែទាំងអស់បានស្លាប់ហើយមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះដែលបានរួចជីវិតនៅពេលនេះផ្ទៃមេឃដែលមានផ្កាយក្នុងអាណាចក្រខាងក្រៅបានញ័រផ្កាយនិងព្រះច័ន្ទបានវិលវល់ហើយព្រះអាទិត្យបានបាត់បង់ពណ៌របស់វាគួរឲ្យភ័យខ្លាចណាស់នៅពេលនេះត្រកូលផ្សេងនៅក្រៅភពផែនដីមិនទាន់បានដកថយនៅឡើយទេពួកគេនៅតែឈរនៅទីនោះប៉ុន្តែនៅពេលនេះពួកគេភ័យខ្លាចគ្រប់គ្នាសូម្បីតែពួកដំរស័នក៏បានញាប់ញ័រផងដែរនៅពេលនោះពួកគេបានឃើញមនុស្សម្នាក់បានដើរកាន់គាត់ចង់ដើរកាន់ផ្ទៃមេឃដែលមានផ្កាយហើយប្រមូលពន្លឺផ្កាយទាំងអស់ប្រព័ន្ធព្រះអាទិត្យទាំងមូលហាក់ដូចជាមិនប្រក្រតីនៅពេលដែលគាត់បានដកដង្ហើមពេលគាត់ដកដង្ហើមពន្លឺបានហូរចូលក្នុងខ្លួនរបស់គាត់ធ្វើឲ្យផ្ទៃមេឃដែលមានផ្កាយស្រអាំនៅពេលដែលគាត់បានដកដង្ហើមចេញពន្លឺផ្កាយបានចេញពីមាត់និងច្រមុះ
ដែលធ្វើឲ្យពិភពលោកបានមានពន្លឺបុគ្គលនេះមើលទៅពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់នៅពេលនេះពុទ្ធបរិស័ទពីបុរាណបានខ្សឹបប្រាប់ថានោះគឺជាទី3នៅក្រោមផ្ទៃមេឃដែលមានផ្កាយមានទេគ្មាននរណាម្នាក់នឹកស្មានដល់ថាតួអង្គដ៏អស្ចារ្យបែបនេះនឹងលេចឡើងមុនពេលដែលត្រកូលអាទិទេពបានមកដល់នោះទេអញ្ចឹងសាច់រឿងរបស់យើងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអញ្ចឹងនិយាយរួមទៅសាច់រឿងរបស់ឈូហ្វឹងរបស់យើងហ្នឹងគឺថាពីមួយភាគទៅមួយភាគហ្នឹងគឺកាន់តែល្អមើលហើយតួឯករបស់យើងកំពុងរបស់យើងហ្នឹងបើមិនផ្លាច់មិនមែនតួឯករបស់យើងទេគឺផ្លាច់រហូតតែម្ដងអញ្ចឹងអេដមីនសង្ឃឹមថាអ្នកទាំងអស់គ្នាអធិស្ឋានបានមានកំហុសខុសឆ្គងនៅត្រង់ណាអេដមីនសន្យាថានឹងវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាម្ដងទៀតក្នុងវីដេអូក្រោយសម្រាប់ពេលនេះអេដមីនសូមគោរពលាបាយបាយ